សូមធ្វើការញ៉ាំចែករំលែកនៅខ្លឹមសារទីមួយចំនួនពាក់ព័ន្ធនឹងរចនាសម្ព័ន្ធដឹកនាំរបស់អង្គការសហជាតិតើអង្គការសហជាតិមានស្ថាប័នអ្វីខ្លះដឹកនាំនៅនាពេលបច្ចុប្បន្នអញ្ចឹងខ្ញុំសូមធ្វើការអធិប្បាយថាអង្គការសហជាតិខ្ញុំបានបកប្រែនិងនិពន្ធជាសៀវភៅអង្គប្រព័ន្ធអង្គការសហជាតិទៅសេជាភាសាអង់គ្លេស United Nations System ចឹងប្រព័ន្ធអង្គការសហជាតិនេះមានរចនាសម្ព័ន្ធសំខាន់ចំនួន6ណា6ដៃ5ណាទាំងអានេះហើយទី1តែ6តើ6ហ្នឹងមានអ្វីខ្លះអូស័យតាមដានថានេះជា6នៅក្នុងនោះមានមហាសន្និបាតអង្គការសហជាតិនេះអលោកស្រីនេះលេខទី1នេះគឺមហាសន្និបាតអង្គការសហជាតិណាដែលភាសាអង់គ្លេសគេប្រើ UN ណាទី2អីគេបាទទី2គឺក្រុមប្រឹក្សាសន្តិសុខអង្គការសហជាតិខ្ញុំទៅសេអសកាត់អសមអង្គការសហជាតិណាទី3ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមអសមទី4ក្រុមប្រឹក្សាទំនុកចិត្តបាទទី5តុលាការយុត្តិធម៌អន្តរជាតិដែលភាសាអង់គ្លេសយើងសរសេរកាត់ ICJ ទី6គឺលេខាធិការដ្ឋានអសមមានន័យថានៅអង្គការសហប្រជាជាតិហ្នឹងមានដើរតួនាទីមាន6ស្ថាប័នសំខាន់ដែលមានយុទ្ធនាការផ្សេងគ្នាហ្នឹងហើយប៉ុន្តែចុងក្រោយគឺប្រជុំធ្វើការដេញដោលចុងក្រោយគឺនៅលើមហាសន្និបាតអង្គការសហជាតិដែលធ្វើការដេញដោលជាមួយរដ្ឋភាគីទាំង193អញ្ចឹងដើម្បីសារពេលវេលាយើងបានដល់ទីបញ្ចប់ខ្ញុំសូមគោរពថ្លែងអរគុណអរលោកស្រីនាងកញ្ញាដែលបានយកចិត្តដាក់ស្ដាប់បទបង្ហាញរបស់ខ្ញុំតាមប្រព័ន្ធ social media នេះហើយបើលោកស្រីមានចំណាប់អារម្មណ៍អរលោកស្រីជួយតាមជាវសិភៅខ្ញុំនឹងធ្វើការបំផ្សាយនាពេលខាងមុខឆាប់ៗនេះដើម្បីអរលោកស្រីបានយល់នឹងជាមូលដ្ឋានគន្លឹះក្នុងការចូលរួមចំណែកជួយរីករាលដាលឲ្យកាន់តែមានភាពរឹងមាំទាំងប្រជាពលរដ្ឋទាំងអំណាចសាធារណៈគឺថាក្នុងស្មារតីនៃការតតាំងចំនួនរវាងភាគីកម្ពុជាយើងជាមួយភាគីថៃតែអត់មានបាទសូមគោរពថ្លែងអរគុណអរលោកស្រីនាងកញ្ញាត្រឹមថ្ងៃនេះទីទៀតយើងនឹងរៀនតាមតើយុទ្ធនាការមួយមានទូនាទីអ្វីខ្លះបាទសូមអរគុណ